Welcome to my vlog នេះគឺខ្ញុំទៅលេងវៀតណាមមួយមិត្តភក្តិខ្ញុំរយៈពេល3យប់4ថ្ងៃដំណើរកំសាន្តលើកនេះគឺញ៉ាំម្ហូបដែលខ្ញុំអត់ដែរញ៉ាំពីមុនហើយនឹងទៅស្គាល់កន្លែងដើរលេងថ្មីៗដែលខ្ញុំអត់ដែរទៅតាមពិតជីឡានទៅក៏បានដែរតែចង់ចេះលុយឲ្យស្គាល់ពលានហោះគេព្រោះឲ្យតាំងពីពលានថ្មីធ្វើឲ្យគឺអត់ដែរមានសំណាងបានទៅឲ្យស្គាល់អញ្ចឹងហើយពេលលើកនេះទៅដើរលេងក៏ឆ្លៀតឱកាសជាហោះឲ្យបានស្គាល់ពលានថ្មីគេពួកខ្ញុំចេញទៅពេលយប់អញ្ចឹងទៅដល់នោះនាំគ្នាដាក់ firm ម្នាក់មួយចានហើយចូលតែគេហ្មងអត់បានថតអីទេចូលម្ដងថ្ងៃថ្មីនិយាយទៅខ្ញុំឆ្ងល់ហើយចានេះអត់អីទៅពេលថ្ងៃម្ដងលេងមុខមួយហាមសាហាវកន្លែងទី1ដែលពួកខ្ញុំមកញ៉ាំនោះគឺ phở ហាងរបស់គេហ្នឹងគឺឈ្មោះ phở វៀតណាមហ្មងអ្នកគ្នានៅម្ដុំ district 1ចាំខ្ញុំដាក់ map ឲ្យរសជាតិសូអាចទទួលយកបានបងអើយគេធម្មតាគេចេញលុយឲ្យគេតែឆ្ងាញ់ណាបន្ទាប់ពីញ៉ាំ phở ហើយពួកខ្ញុំក៏ចេញដំណើរទៅបន្តទៀតមិត្តភក្តិខ្ញុំគឺគាត់ទៅទិញកៅអៅដោយសារអ្នកខ្លះគាត់ទៅ shopping កន្លែងកៅអៅផុសៗចឹងហើយក៏ខ្ញុំបែកផ្លូវទៅអង្គុយកន្លែងផ្សេងសិនចឹងទៅចាំដល់ពួកគាត់ទិញហើយអស់ចឹងទៅបានទេរកគ្នាទៅកន្លែងបន្តទៀតចូលមកដល់កន្លែងបន្ទាប់នេះគឺហាងកាហ្វេខ្ញុំអត់ចេះហៅទេចាំខ្ញុំដាក់ Google Map ឲ្យ search តាមទៅសម្រាប់ទីតាំងកន្លែងនេះគឺស្អាតអ្នកដែលគាត់ចូលចិត្តថតរូបអីគឺមកត្រូវហ្មងមានប្លង់ច្រើនខ្លាំងប៉ុន្តែខ្ញុំថតបានតែបន្តិចទេដោយសារខ្ញុំទុកប្លង់ខ្លីៗទុកឲ្យអ្នកនរគ្នាមើលវិញតែគាត់មើល footage ខ្លីៗគឺស្អាតមែនតើហ្មងកន្លែងស្អាតគ្រប់ប្លង់ហ្មងនិយាយទៅធ្វើខ្លួនស្អាតទៅថតរូបស្គួតចេញពីមកកន្លែងឥឡូវចូលមកកន្លែងទៀតគឺមកញ៉ាំបាញ់ដូវជាស្អីហ្នឹងបើសិនជាខ្ញុំហៅខុសអីអត់ដែរញ៉ាំទេនេះលើកទី1គេលាយជាមួយនឹងទឹកកាពិស្អុយប៉ុន្តែឆ្ងាញ់កន្លែងនេះមិត្តភក្តិខ្ញុំគាត់នាំឲ្យមកស្គាល់ហើយក៏គេផុសនៅក្នុង TikTok ច្រើនដែរបន្ទាប់ពីញ៉ាំអីហើយពួកខ្ញុំនាំគ្នាដើរបន្តិចឲ្យស្រកពោះហើយក៏ថត TikTok លេងហើយក៏បែកផ្លូវគ្នាដោយសារមិត្តភក្តិខ្ញុំមកគ្រួសារគាត់គេងកន្លែងផ្សេងពួកខ្ញុំគេងកន្លែងផ្សេងអញ្ចឹងក៏បែកគ្នាអ្នកទៅទិញអីថែមក៏ទៅទិញទៅខ្ញុំចង់ explore city ព្រោះអីមកលោកមុនខ្ញុំអត់ដែរជិះម៉ូតូឌុបទេអញ្ចឹងលើកនេះខ្ញុំ booking ម៉ូតូឌុបជិះពេញក្រុងគេមកដោយសារម៉ូតូឌុបគឺគេជិះបានតែម្នាក់អស់តែពេលអញ្ចឹងតោះតែយើងទៅម្នាក់ឯងអញ្ចឹងទៅមិនបានជិះហើយសេ TikTok កន្លែងណាតំណង booking ម៉ូតូឌុបជិះវូមកឆ្អែតមកឆ្អន់ហើយក៏ចូលទៅកន្លែងគេមួយទឹកសម្អាតកាយចេញមកល្ងាចបន្តកន្លែងពួកខ្ញុំទៅពេលយប់នេះមិត្តភក្តិខ្ញុំគាត់នាំទៅដោយសារគាត់ឡើងចុះវៀតណាមញឹកហើយកន្លែងនេះគឺដូចផាប់នៅស្រុកខ្មែរយើងអញ្ចឹងប៉ុន្តែ mood គឺវាខុសគ្នាឈៀលហ្មងនិយាយទៅនៅនេះគេលះអាចនិយាយបានថាចូលទៅគឺសុបាយហ្មងហើយក៏ចង់អរគុណដល់មិត្តទាំងអស់គ្នារួមទាំងបងប្រុសដែល surprise birthday មុនខែចាខួបខែ2ប៉ុន្តែ surprise តាំងពីខែ1សាហាវហើយនឹងម្ចាស់ sponsor ដ៏ធំគឺ my boyfriend ចា trip នេះបើសិនជាអត់គាត់គឺគ្មានមុខខ្ញុំទេមានជាការចូលដៃចូលជើងជាមួយមិត្តភក្តិខ្ញុំអីអញ្ចឹងណា but really grateful អរគុណអ្នកទាំងអស់គ្នាដែលបង្កើត moment ល្អៗនេះឡើងមើលរៀងក្អួតទៀតអ្នកនរគ្នាដោយសារពេលយប់ហ្នឹងរៀងស្វឹងហើយច្រឡំថតប្រឆមែនតើទៅ vlog by plan គឺខ្ញុំថតប្រដេកនិយាយទៅដើម្បីវីដេអូ trend សិតតែ vlog គ្នាជួយនាំគ្នាឲ្យថតស្វឹងឡើងអៀចទេណាក៏អត់ភ្លេចដែរចាចូលម្ដងថ្ងៃបន្ទាប់គឺខ្ញុំមកញ៉ាំម្ហូបខ្ញុំមិនដឹងហៅអីគេទេដឹងតែមាននំប៉័ងហើយអាផ្ទះគេនឹងដូចបាយកដុតចឹងគ្រាន់តែអត់បាយគេដូចដាក់នំប៉័ងរសជាតិអាចទទួលយកបានផឹកថ្ងៃនេះគឺខ្ញុំដើរ shopping ម្ដងនិយាយទៅអានេះខ្ញុំមកម្នាក់ឯងខ្ញុំមើលតាម TikTok គេផុសចឹងណាឃើញកន្លែងលក់បាយជើងហើយកន្លែងលក់កៅអៅធូរខ្លាំងមែនតើហើយកៅអៅស្អាតមកទិញឡើងខ្វះកនិយាយមែនតែគ្រាន់រៀងបាក់តិចរឿងចាយលុយដងហ្នឹងហ្មងណាគេដូចខ្ញុំគឺទៅណាអត់ដឹងទេតែទៅវៀតណាមមួយគឺខ្ញុំកញ្ញាញ់ខួរនឹងលេខហ្នឹងហ្មងគឺលេខច្រើនពេកខ្ញុំចង់ទិញកូនប៉ុន្តែมันជាបញ្ហាព្រោះអីទិញបានកៅអៅស្អាតហើយក៏ជិះម៉ូតូដុបមើលផ្លូវដែលខ្ញុំអត់ដែរជិះពីមុនប្រហែលជាមកកន្លែង2កន្លែងហើយបានទៅកន្លែងញ៉ាំអីបន្តចូលមកដល់កន្លែងញ៉ាំអីបន្ទាប់នេះគេហៅបាញ់អ៊ុតហ្នឹងហើយបើខ្ញុំនិយាយខុសអីអធិស្ឋានផងណាអានេះខ្ញុំឃើញគេ review ក្នុង TikTok ច្រើនខ្ញុំចង់មកសាកប៉ុន្តែមិនឆ្ងាញ់និយាយទៅរសជាតិ rate ឲ្យ9លើ10មកមកហ្នឹងខ្ញុំមិនតែ plan ថាថតវីដេអូផ្ដេកតែចេះតែច្រឡំថតបឆោតែពេលយកមកកាត់វីដេអូមានផ្ដេកហងមានបឆោហងទៅអត់ស្អាតសោះ so sad បន្ទាប់ពីដើរ shopping អីហើយចូលមួយទឹកសម្រាប់ខ្លួនហើយក៏នាំគ្នាចេញមកយប់នេះគឺមកអង្គុយស្ដាប់គេច្រៀងសប្បាយទៅកន្លែងនេះគឺគេច្រៀងគេដូរអ្នកចម្រៀងរហូតហ្មងបែបជា band តែអារម្មណ៍ប្លែកថ្មីតែអារម្មណ៍ថ្មីដល់ឡៃនេះមកយើងបែបមួយយ៉ាងទៀតទៅយើងឈៀលតាមបទចម្រៀងយើងអីចឹងណាហើយកន្លែងផាប់នោះមានចម្លែកផងហើយគេបើកពីម៉ោង9ដល់ម៉ោង12ចេញពីកន្លែងហ្នឹងហើយក៏ពួកខ្ញុំនាំគ្នាទៅទិញបាញ់មីយកមកញ៉ាំនៅកន្លែងគេងសម្រាប់បាញ់មីនេះកន្លែងណាក៏ឃើញលក់ដែរតាមផ្លូវអ្នកគ្នាឆ្ងាញ់ដូចគ្នាចូលមកដល់ថ្ងៃបន្ទាប់នេះក៏ជាថ្ងៃដែលខ្ញុំត្រូវមកពេញវិញដែរគឺខ្ញុំចូលទៅញ៉ាំអីនៅក្នុងសាបន្ថែញសម្រាប់នំជុកវៀតណាមបាញ់កាញ់ក្តាមអីគឺខ្ញុំសុខចិត្តឲ្យចូលសាបន្ថែញគឺឆ្ងាញ់តូបណាក៏ឆ្ងាញ់ដែរចេញពីញ៉ាំអីនៅក្នុងសាក៏ខ្ញុំឆ្លៀតមកហាងកាហ្វេគេល្បីតាម TikTok មកកន្លែងទៀតនិយាយទៅដើរលេងមួយថ្ងៃគឺពួកខ្ញុំជាតិស្ករចូលខ្លួនច្រើនណាពួកអីចូលទៅកន្លែងគេត្រូវតែទិញអីផុសមួយថ្ងៃកាហ្វេ 3-4 កែវអីក៏មានតែកន្លែងនេះគឺស្អាតមែនប្លង់ថតរូបច្រើនសាហាវហើយទៅធ្វើតែខ្លួនដល់គាត់ឲ្យប្លង់ថតរូប
ហើយមុនចេញមកផ្ទះពួកខ្ញុំក៏ទៅជុំគ្នានៅហាងកាហ្វេមួយទៀតហាងកាហ្វេនេះគេល្បីខ្ញុំឃើញគេលក់ដល់យប់ហាងកាហ្វេនេះគេអង្គុយតាមចាំផ្នល់ក៏មានហើយនៅខាងក្នុងហ្នឹងក៏មានដែរហើយ vibe គេក៏តំណងសំខាន់ drink គេឆ្ងាញ់និយាយទៅមកឆាកន្លែងនេះខ្ញុំផឹកជាប់ចិត្តហ្មងនិយាយទៅ vlog នេះគឺខ្ញុំដាក់ចោះឲ្យពួកឯងមានកន្លែងខ្លះទៀតខ្ញុំបានដាក់ចូលវែងពេកគេល្បីថានៅនេះអីគេដើមស្រួលម៉ូតូគីមែនខ្ញុំដើរទៅគីម៉ូតូវិញឲ្យម៉ូតូឈប់ So វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយបាយបាយ